មកនិយាយត្រង់ព្រះពុទ្ធដីកាធម្មទេសនាប្រសត្វលោកដោយពុំប្រកាន់វណ្ណៈឡើយមនុស្សគ្រប់វណ្ណៈមានវណ្ណៈស្ដេចវណ្ណៈព្រំវណ្ណៈព្រាហ្មណ៍វណ្ណៈវៃស្យវណ្ណៈសុទ្ធៈឬសូត្រជាច្រើនអ្នកមានប្រុសមានស្រីបានចូលទៅបួសសំបួសរៀនក្នុងសំណាក់ព្រះពុទ្ធពាក្យព្រានប្រដៅដែលព្រះរាជសក្យមុនីទ្រង់បានប្រោះប្រទានដល់ពុទ្ធបរិស័ទគ្រប់ប្រភេទមានច្រើនជាអនេករហូតដល់84000ព្រះធម្មខណ្ឌប៉ុន្តែបើសរុបដោយសង្ខេបមានត្រឹមតែ3ប្រការគឺ1សពបាបសករណੰមិនត្រូវធ្វើបាបគ្រប់យ៉ាងទី2កុសលសោបសម្បទាត្រូវបំពេញបុណ្យកុសល3សច្ចតបរិយោទបណੰត្រូវដកខាត់ជំរះចិត្តរបស់ខ្លួនឲ្យស្អាតចម្រើនពរនឹងបំព្រួញឲ្យ3នៅសល់3គឺមានប៉ុណ្ណឹងពាក្យថាព្រានប្រដៅនេះអាចហៅថាព្រះពុទ្ធវចនៈព្រះពុទ្ធោវាទឬព្រះពុទ្ធសាសឬព្រះពុទ្ធដីកាក៏បានហៅបានច្រើនបែបដែរព្រះពុទ្ធសាសទាំង3ប្រការនេះពុំមែនជាព្រះពុទ្ធដីការបស់ព្រះសម្មាសម្មាគោតមតែមួយព្រះអង្គឯងនោះទេគឺជាព្រះពុទ្ធវចនៈរបស់ព្រះពុទ្ធគ្រប់ព្រះអង្គព្រះពុទ្ធមាន3ប្រភេទគឺ1ព្រះសម្មាសម្ពុទ្ធឬសัพពញ្ញុពុទ្ធគឺអ្នករកធម៌ឃើញត្រាស់ដឹងដោយខ្លួនឯងព្រមទាំងមានសមត្ថភាពសម្ដែងធម៌សមត្ថភាពសម្ដែងធម៌ព្រានប្រដៅសត្វលោកឲ្យរួចរំដោះចាក់ទុក្ខ2ព្រះរាជបច្ចេកពុទ្ធគឺអ្នករកធម៌ឃើញត្រាស់ដឹងដោយខ្លួនឯងប៉ុន្តែគ្មានសមត្ថភាពសម្ដែងធម៌ព្រានប្រដៅអ្នកដតីបានទេ3ព្រះសុតពុទ្ធព្រះសុតពុទ្ធឬសាវកពុទ្ធគឺអ្នកមិនបានរកធម៌ឃើញខ្លួនឯងទេជាពុទ្ធសាវកត្រូវស្ដាប់អំពីព្រះសម្មាសម្ពុទ្ធមកហើយទើបចាប់បដិបត្តិដោយខ្លួនឯងរហូតដល់បានសម្រេចមគ្គផលដល់ទីបំផុតសូមអនុមោទនាបាទនឹងមួយវគ្គឃ្លាណាមិនសូមអនុមោទនាព្រះពុទ្ធគ្រប់ព្រះអង្គទៅរងប្រទានឱវាទទាំង3ខាងលើនេះដោយហេតុព្រះអង្គមានទឹកព្រះតីប្រកបដោយមហាករុណាធិគុណចំពោះសត្វនិកទូទៅហើយមានព្រះពុទ្ធបំណងចង់ឲ្យសត្វលោករួចរំដោះផុតចាកសេចក្តីទុក្ខឲ្យបានជួបប្រទះសេចក្តីសុខអនុមោទនា